បងអូនថ្ងៃនេះថ្ងៃចុងសប្តាហ៍នេះគឺជាដំណើរកម្សាន្តមួយជុំគ្រួសារតូចបងនៃខ្ញុំមានគ្រួសាររបស់ខ្ញុំនិងកូននិងប្តីរបស់ខ្ញុំហើយអូនទី2នេះជាមួយនឹងភរិយាគេហើយនិងប្អូនទី3អាប៉ៅនេះក៏ជាមួយនឹងប្រពន្ធកូនគេផងដែរហើយជាមួយអ្នកម្ដាយរបស់ខ្ញុំផងដែរអញ្ចឹងថ្ងៃហ្នឹងជុំគ្នាល្អតែម្ដងទៅគឺលក្ខណៈថាគ្រួសារធំប៉ុន្តែសមាជិកតិចចឹងមកគ្រួសារហ្នឹងបានតែមកតុអីប៉ុណ្្នឹងឯងចឹងឥឡូវហ្នឹងមកឈប់ញ៉ាំបាយនៅទំនប់សេកសកគេហៅថាសមុទ្រទឹកសាបហ្នឹងណាចឹងពេលថ្ងៃត្រង់យើងចេញពីផ្ទះមករៀងរសៀលដែរហើយណាចឹងមកដល់នៅថ្ងៃត្រង់ញ៉ាំបាយសិនទៅហើយក៏បន្តដំណើរមកចំការទុរេនយើងអ្នកនៅស្រុកសំឡូតមកដល់ហ្នឹងក៏ចូលចំការហើយទិញទុរេនសិនចាំទៅលេងចំការអញ្ចឹងរៀបពេលចូលទិញទុរេនទៅហើយក៏ឲ្យបងស្រីហ្នឹងគាត់ពុះទុរេនឲ្យហើយឥឡូវហ្នឹងកំពុងតែពុះហើយទុរេនទៅវាហ្នឹងគឺថាតម្លៃទូថ្លៃបងប្អូនតម្លៃត្រឹមតែ10,000 11000ហ្នឹងសម្រាប់ទុរេនដែលយើងយកមកបិទទុំណាទុរេនដែលពីរបើយប់ទុំបើទុរេនទុំចេះតម្លៃត្រឹមតែ15,000ទេចឹងអានេះយើងបកមកគឺទុំដើមឆ្ងាញ់ហ្មងលក្ខណៈថាពេញចិត្តស្អិតល្មួតចូលចិត្តហ្មងឥឡូវយើងបកហើយយើងមកដល់ចំការទុរេនហើយចំការទុរេននេះក៏ជាចំការទុរេនមិត្តភ័ក្តិប្អូនប្រុសកដាលរបស់ខ្ញុំទី2របស់ខ្ញុំដែរចឹងមកលេងចំការគាត់និយាយពីចំការគាត់នឹងគឺធំមែនទែនបងប្អូនហើយនិយាយពីដើរនោះដើរឡើងហោះហើយចំការគាត់ហ្នឹងគឺគាត់មានចំការបងគាត់ចំការគាត់ជាប់គ្នាចឹងណាហើយបើគិតជាសាច់ផ្ទៃដីចំការទុរេនគាត់ហ្នឹងគឺយើងដើរមកហត់ហ្មងហើយនិយាយពីផ្លែវិញមិនខ្លាញ់ទេបងប្អូនល្អហួសដើមធំល្មមហើយផ្លែនោះនឹងពេញដើមតែម្ដងមកដើមផ្លែឡើងជ្រែកដើមហើយសួរទៅគាត់ថានេះយើងគាត់បេះលក់អស់ពាក់កណ្ដាលហើយនៅសល់តែប៉ុណ្្នឹងឯងអញ្ចឹងនៅសល់ជាងពាក់កណ្ដាលទៀតអញ្ចឹងមកដល់នេះឃើញក៏នាំគ្នាដើរទៅស្វាត់ស្វែងយើងក៏អ្នកចំការដែរប៉ុន្តែយើងដាំតែក្រូចឥឡូវមកមើលចំការទុរេនគេម្ដងគេថានៅតែខ្វះក៏ឃើញចំការគេល្អផ្លែទុរេនក៏ស្អាតអញ្ចឹងក៏ដើរមើលអូទាំងម៉ែទាំងប្អូនទាំងកូនអីហ្នឹងគឺរំភើបបានមកឃើញទុរេនពេញដើមអញ្ចឹងណាបើថាជាចំការខ្លួនឯងវិញមិនដឹងញ៉ាំយ៉ាងណាញ៉ាំតតែដាក់ស្រោមហ្នឹងមកទៅអញ្ចឹងទៅមួយជើងហ្នឹងរៀងទិញទុរេនបានច្រើនញ៉ាំឡើងឆ្អែតហើយក៏យើងដើរមើលទៅថាទុរេនហ្នឹងប្រភពដើមគេមកពីណានេះផ្លែគេគឺមកពីនេះឯងនេះសិតតែផ្លែទុរេនចំការគេនឹងឯងចឹងយើងដើរមើលទៅហើយក៏មើលថតរូបថតអីលេងតិចទៅហើយទស្សនវិជ្ជាចំការគេនឹងក៏អេមទៀតឃើញហើយគឺជាប់ចិត្តខ្លាំងហ្មងចង់បានមួយដើមពីរដើមយកទៅដាក់ចិត្តផ្ទះដែរតែមិនដឹងធ្វើម៉េចថាយើងថែមិនឲ្យចេញជាផ្លែអញ្ចឹងណាមានសកម្មភាពថតរូបលេងនៅក្នុងចំការអញ្ចឹងចំការទុរេនថ្ងៃនេះមានតែប៉ុណ្្នឹងឯងបងប្អូនដើរលេងសប្បាយជុំគ្រួសារអរគុណច្រើនបងប្អូន